បងប្អូនមានដឹងថាមូលហេតុអីខ្ញុំកោលចឹងដែរកោលភ្នែនក្រោយចឹងអត់ភ្នែនក្រោយពណ៌ព្រុសដោយសារយើងដូរកស៊ូភ្នែនក្រោយនេះកស៊ូភ្នែនក្រោយព្រុសនេះបើយើងអត់កោលឲ្យសាច់វាស្មើនឹងឡានធម្មតាដូចយើងចតចឹងណាអញ្ចឹងកស៊ូនេះយើងដាក់ទៅថ្មីឬល្អប៉ុណ្ណាក៏ដោយប្រើអត់បានយូរទេបើករណីយើងដាក់ចេះយើងដាក់អាសាច់ដែកនេះសាច់ភ្នែកមកក្រោមចេះវិញធម្មតាដូចយើងអត់ដោះជើងបូមអញ្ចឹងដាក់មកស្មើនឹងបូមតែពេលដែលយើងរឹតទៅសាច់កស៊ូវានៅស្មើចេះហើយតែពេលយើងតម្លាក់ឡានមកធម្មតាវាមិនកាច់ឡើងអញ្ចឹងវាប្រឹងកាច់ឡើងកាច់កស៊ូអញ្ចឹងយើងប្រើអត់បានយូរឆាប់ដាច់អញ្ចឹងមុននឹងយើងដូរភ្នែនហ្នឹងដូរកស៊ូភ្នែនហ្នឹងយើងកុំឲ្យរឹតប្រឡងវារកឲ្យកលឲ្យសាច់ភ្នែនក្រោយវានេះស្មើហើយចាំយើងរឹតវាហើយចាំកាច់វាមកក្រោមវិញដាក់បូមចូលអញ្ចឹងទៅពេលយើងតម្លាក់ឡានមកសាច់កស៊ូភ្នែនវានៅស្មើអញ្ចឹងវាប្រើងាយខូចទេអានេះជាបញ្ហាបើសិនជាយើងអត់ធ្វើអញ្ចឹងទេកស៊ូភ្នែនហ្នឹងល្អប៉ុណ្ណាក៏ដោយគឺប្រើបានយូរទេឥឡូវយើងដូរហើយនឹងអរគុណនេះក៏ជាបទពិសោធន៍ចែកម្លែកតិចតួចទៀតដោយសារវាដូរហើយវាបែកញឹកពេកក៏មានដែរអានឹងដោយសារអញ្ចឹងបញ្ហាហ្នឹង